Nào pram đám chùm riệp súa bông ôn ngày ní nhom màu bằng hành rô cái chiết mùi ní bạn này rô cái chiết để nhom cắn ní slug vía hạ đôi chỉ slug đàm riệp xây đài và tay men đàm riệp xây á nơi ní cứ nhom thọt nơi tầm bón phồng tê anh ấy kia hai ông rể đại bông ôn á kia hai ông rể đại kia hai ông rể đại ná bà ông rể đại ní slug vía rồi bị ní nhom chỉ dìm mờ ở cho bạn này slug vía chạy bà mà sạc thì hơi sạcประชุม tốn á miền đào miền mùi dân tới Việt đâu phải ประชุม គ្នារហូតទៅដល់ចុងនោះបាទអាហ្នឹងអង្គរេដៃដើមអង្គរេដៃដែលចាស់ទុំពីបុរាណដាក់ឈ្មោះថាអង្គរេដៃហ្នឹងដោយសារតែរុក្ខជាតិនេះមួយពេលដែលយើងលាយជាមួយនឹងរុក្ខជាតិដទៃទៀតដែលគេមានរូបមន្តសពរបស់គេពេលដែលយើងយកទៅត្រាំស្រាយកទៅដាំទឹកហូបឬក៏យកចម្រាញ់ជាថ្នាំវាធ្វើឲ្យសរសៃយើងនឹងរឹងមាំល្អបាទវាធ្វើឲ្យសរសៃយើងរឹងមាំល្អទាំងសរសៃឈាមទាំងសរសៃពូហើយទាំងប្រព័ន្ធប្រសាទរបស់យើងអញ្ចឹងណាអញ្ចឹងបានគេហៅថាអង្គរេដែកដោយសារអីដោយសារតែវគ្គវគ្គភេទរបស់យើងហ្នឹងគឺវារឹងមាំល្អបានគេហៅថាអង្គរេដែកវារឹងដូចអង្គរេអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងបានគេហៅថាអង្គរេដែកប៉ុន្តែមិនសំដៅតែពើប៉ុនទៅនឹងអង្គរេពើប៉ុនទៅនឹងសមត្ថភាពរបស់កូនប្រុសទេសម្បីតែកូនស្រីពេលដែលគាត់ញ៉ាំទៅគាត់អន់សរសៃគាត់ឈឺចង្កេះគាត់ឈឺជង្គង់គាត់ចុកដៃចុកជើងអីចឹងទៅក៏ញ៉ាំបានដូចគ្នាដែរសរសៃនឹងវារឹងមាំល្អដូចគ្នាដែរអញ្ចឹងណាមិនមែនមានន័យថាសំដៅទៅលើតែផ្នែកនឹងមួយទេផ្នែកនឹងពិតណាស់ថាវាល្អហើយអញ្ចឹងណាវាពិសេសហើយប៉ុន្តែអ្វីដែលផ្សេងពីនឹងទៀតដូចជាអន្តស័យអន្តសងអីចឹងទៅក៏វាជួយដូចគ្នាដែរទាំងស្រីទាំងប្រុសណាអានេះតកតងនឹងរុក្ខជាតិអង្គរេដែកហ្នឹងបងប្អូនណាបាទហ្នឹងហើយអញ្ចឹងខ្ញុំបង្ហាញបងប្អូនហ្នឹងគ្រាន់តែចង់ឲ្យបងប្អូនបានស្គាល់បានដឹងថារុក្ខជាតិដែលនៅប្រទេសយើងស្ថិតនៅក្នុងតំបន់ត្រូពិកហ្នឹងក៏មានរុក្ខជាតិដែលល្អពិសេសជាច្រើនសម្រាប់ការព្យាបាលទៅដល់សុខភាពបងប្អូនដែរបាទมันចាំបាច់ប្រើឱសថដែលនាំចូលហ្នឹងក៏អាចជួយសម្រួលបានដែរបងប្អូនណាបាទអរគុណ